ចូលទៅសម្អាតលីងនៅក្នុងកម្មវិធីទូរស័ព្ទរបស់យើងឲ្យទូរស័ព្ទរបស់យើងដើរលឿនជាងមុនមកប៉ុណ្ណាបាទហ្នឹងហើយកន្លងមកទាំងបងប្អូនទាំងខ្ញុំតែងតែទំនាក់ទំនងគ្នាឬក៏ផ្ញើលីងឲ្យគ្នាទៅវិញទៅមកដើម្បីបាទបានទទួលព័ត៌មានឬក៏ add យកកម្មវិធីផ្សេងៗចឹងបងណាអញ្ចឹងវាមានការកកស្ទះនៅក្នុងទូរស័ព្ទរបស់យើងមិនបានចូលទៅសម្អាតវាធ្វើឲ្យគាំងវាធ្វើឲ្យspam ទូរស័ព្ទរបស់យើងអញ្ចឹងបើសិនណាបងប្អូនចង់ចេះធ្វើបងប្អូនតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់បងប្អូននឹងចេះធ្វើដូចខ្ញុំដែរហើយកុំភ្លេចជួយ like ជួយ share ម្នាក់មួយនិងចុច follow page នឹងចុច subscribe YouTube ម្នាក់មួយដើម្បីបងប្អូននឹងទទួលបានវីដេអូថ្មីៗក្រោយទៀតអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលធ្វើបងប្អូនបាទជាដំបូងបងប្អូនចុចក្នុងកម្មវិធី Facebook មកហប់បាទបន្ទាប់មកបងប្អូនចូលកន្លែង profile មកណាចុចកន្លែង profile Facebook របស់យើងមកហប់បាទបន្ទាប់មកយើងចុចកន្លែង 3 មកណាចុចកន្លែង 3 មកបាទរួចហើយបងប្អូនចុចកន្លែង setting នេះកន្លែងគេដាក់ថាការកំណត់ឯកជនភាពបាទបងប្អូនចុចតាមនោះមកปั๊បបាទម្ដងទៀតបាទនេះបាទអញ្ចឹងបងប្អូនមើលកន្លែង link មកណានេះគេដាក់ថាប្រវត្តិដំណអញ្ចឹង link ទាំងអស់ដែលយើងបានទំនាក់ទំនងគ្នាគេផ្ញើមកឲ្យវាកកស្ទះនៅកន្លែងហ្នឹងអញ្ចឹងយើងចុចលើ link ហ្នឹងមកបាទปั๊បនេះមកណាហើយសម្រាប់ខ្ញុំនៅតែ2ទេប៉ុន្តែខ្ញុំមួយរយៈពេលខ្លីមួយអាទិត្យខ្ញុំត្រូវលុបម្ដងមកណាបាទអញ្ចឹងបងប្អូនធ្វើការលុបមកបងប្អូនមើលខាងលើគេដាក់សម្អាតទាំងអស់បាទចុចសម្អាតមកបាទតមកចុចកន្លែងសម្អាតទៀតមកបាទអូខេអញ្ចឹងទូរស័ព្ទយើងនឹងស្រឡះបងប្អូនណាបាទស្រឡះហើយបានដំណើរការដើរលឿនជាង